bà lấy cho chỉ mùi nâng rừng này thầy Salmon vào tàu có mọi bọc bồn đoàn xu hỏi từ rừng nạp xì ôi chà còn thành bằng hàm tịch ở lâu máu to tiết chà lục pu con chênh của tha sầm nạp mà plốn xài sập chầm này bột rư xoái mười plốn hà pì chà ở côn bề mặt in của tha anh đặt lục ta lục dây nơi sọc sái lang bách cả sang lục ban mà plai tầm rối rìa chà ở côn chết hơn bóng sọc phiêu của tha tính bay plai mà pòn rìa chà ở côn nâng cái plon được việc cả đáp xén plon được việc play chớp xén bà rương nè trái salmon nâng trái cào bang phunประกอบជាខ្លះក៏ស្គាល់ខ្លះក៏មិនស្គាល់ត្រីក្រោតនិងត្រីសាម៉ុនហើយបើសម្រាប់ខ្ញុំត្រីសាម៉ុនខ្ញុំស្គាល់តែប្រភេទសាច់ស៊ីហ្មងឯងដឹងតែសាច់ត្រីឯងតែក្រហមហើយខ្ញុំជាស្អីបងប្អូនដើម្បីកុំឲ្យពិបាកយល់វាពាក្យពេចន៍របស់ខ្មែរយើងវានិយាយស៊ីទៅអូឆាប់ចាំអូវាច្បាស់ហើយវាឆាប់យល់បាទអញ្ចឹងត្រីទាំងពីរនេះគេចែកជាប្រភេទត្រីសាម៉ុនមុំដល់ទៀតមើលស្អីឡើយចូលអានេះត្រីតកែទេអានេះនេះត្រីនេះមិនជាតិចមើលត្រីសាម៉ុនមើលទៅនាងមួយណាត្រីវាមានសាល់ម៉ុនវាមានត្រោតចានៅខាងត្រីសាល់ម៉ុននេះឥឡូវពីរនេះមួយណាត្រីសាល់ម៉ុននេះពីរនេះខ្ញុំមើលអត់ឃើញខ្ញុំដឹងតែស៊ីតែសាច់ហើយត្រីត្រោតទេទំលឺក្រោយហ្នឹងឯនេះចាត្រីអត់ដែរលឺទេត្រីត្រោតទៅលឺតែត្រីសាល់ម៉ុនចាវាមាននៅខាងមុខហ្នឹងគឺត្រីសាល់ម៉ុនអាតឡង់តិចនេះរូបខាងមុខខ្នងខ្មៅដល់ពេលអាខ្នងរៀងថ្នោតនេះចាគឺជាត្រីត្រោតប៉ុន្តែត្រីត្រោតហ្នឹងគឺត្រោតពណ៌ត្នោតហើយក៏មានត្រីត្រោតដែលមានសបល់ដូចសាល់ម៉ុននឹងដូចគ្នាដែរឥឡូវមុនពេលចូលរឿងដែលកបបគេចុះមកដល់នៅហាងអីគេហាងចរណៃឥឡូវយើងឲ្យស្គាល់ត្រីហ្នឹងសិនបងប្អូនខ្ញុំនិយាយអត់ស្គាល់ត្រីហ្នឹងតាំងមូលចឹងឯងព្រោះធ្លាប់ហូបត្រីសាល់ម៉ុនត្រីដឹងហូបតែសាច់តែយកតែម្ដងហើយនឹងពងវាតែម្ដងហើយនឹងបើត្រីក្រោតនេះកាន់ប្រោតនេះកាន់តែអត់ដែលលឺទៅទៀតទៅលឺរឿងផ្អើលរឿងហាងចរណៃហ្នឹងបានគេនិយាយមកបាទតាមពិតទៅមើលសេនាងសុំមើលខ្លឹមសារលំអិតវាត្រីទាំងពីរហ្នឹងតិចមើលតកតងជាមួយនឹងស៊ូ AI តិចត្រីសាល់ម៉ុនហើយនឹងត្រីត្រោតពីព្រោះដោយលោករទ្ធីនិយាយចឹងលោករទ្ធីថាអត់ដែលលឺត្រីត្រោតទេប៉ុន្តែលឺតែត្រីសាល់ម៉ុនតែកន្លងមកអាចហូបត្រីត្រោតដល់អត់ដឹងខ្លួនចាហើយតកតងជាមួយនឹងភាពខុសគ្នារវាងត្រីត្រោតនិងត្រីសាល់ម៉ុនអាចនិយាយបានថាសម្រាប់ត្រីសាល់ម៉ុននិងត្រីត្រោតហ្នឹងគឺជាត្រីដែលស្ថិតនៅក្នុងអំបូរសាល់ម៉ុនចាប៉ុន្តែពួកវាមានលក្ខណៈខុសគ្នាចាខុសគ្នាហ្នឹងមិនមែនខុសធម្មតាទេគឺខុសដាច់តែម្ដងខុសដាច់ដូចជាទីជម្រកខុសរូបរាងខុសរសជាតិខុសអាហារូបត្ថម្ភហើយខុសនឹងតម្លៃលក់នៅលើទីផ្សារទៅទៀតបើសិនជាយើងវិនិច្ឆ័យទៅលើរូបរាងអាចនិយាយបានថានេះខ្ញុំនិយាយរឿងត្រីសាល់ម៉ុននៅខាងមុខនេះមួយសម្រាប់ត្រីសាល់ម៉ុននេះពណ៌សាច់វាគឺពណ៌ទឹកក្រូចច្បាស់ឬក៏ផ្កាឈូកដិតតែម្ដងតែបើត្រីត្រោតវិញបើប្រៀបធៀបពណ៌សាច់របស់វាសាច់ខាងក្នុងអត់សបកក្រៅទេនិយាយសាច់យកហ្មងព្រោះបងប្អូនស្រួលមើលសាច់ត្រីត្រោតវិញពណ៌ស្លេកជាងផ្កាឈូកខ្ចីឬស្រាលចាហើយសម្រាប់ប្រភេទមួយទៀតដែលបងប្អូនងាយមើលសាច់ត្រីសាល់ម៉ុនហ្នឹងគឺមានសរសៃខ្លាញ់ចារដិបរដប់ធំច្បាស់តែម្ដងតែបើត្រីត្រោតវិញសាច់ក្រហមតែសៃខ្លាញ់អត់សូវមានទេស្រាលតូចចាហើយសម្រាប់រសជាតិវាវិញបើយើងប្រៀបធៀបរសជាតិត្រីសាល់ម៉ុនគឺសាច់ទន់រលោងចាសារធាតុខ្លាញ់ខ្ពស់ហើយបើនិយាយពីភាពឆ្ងាញ់ហ្នឹងគឺឆ្ងាញ់ខ្លាំងតែបើត្រីត្រោតវិញសាច់រាងណែនហើយរឹងជាងត្រីសាល់ម៉ុនបើរសជាតិវារាងស្រាលសាច់វាបែបត្រីទឹកសាបហើយសម្រាប់អ្វីដែលខុសគ្នាទៅទៀតនោះយើងឃើញថាត្រីសាល់ម៉ុនគឺជាត្រីដែលរស់នៅតែក្នុងទឹកសមុទ្រទេចានៅស្ទើរតែពេញមួយជីវិតនៅក្នុងសមុទ្រទៅហើយដោយឡែកសម្រាប់ត្រីត្រោតនេះវិញគឺជាត្រីទឹកសាបវាអាចរស់នៅក្នុងទន្លេក្នុងស្ទឹងឬក៏ក្នុងបឹងបានហើយសម្រាប់ប្រភេទវីតាមីនដែលយើងទទួលបានពីប្រភេទត្រីទាំងពីរហ្នឹងក៏ខុសគ្នាដែរសម្រាប់ត្រីសាម៉ុនគឺវាមានកម្រិតអូមេហ្គា3ហើយវីតាមីន D ហ្នឹងខ្ពស់ចាកម្រិតខ្ពស់ល្អតែសម្រាប់ត្រីត្រោតវិញកម្រិតអូមេហ្គា3ហ្នឹងតិចជាងត្រីសាម៉ុន
ចាប៉ុន្តែសាប៊ូវីតាមីន B12 ចាប៉ុន្តែសារធាតុផ្សេងៗក៏នៅទាបជាងត្រីសាម៉ុនដូចគ្នាហើយបើយើងប្រៀបធៀបតម្លៃសម្រាប់តម្លៃត្រីសាម៉ុននេះគឺថ្លៃជាងត្រីត្រោតទៅទៀតតែគេមិនបានបញ្ជាក់ឲ្យពីព្រោះថ្លៃវាអាចប្រែប្រួលទៅតាមពេលវេលាប៉ុន្តែបើនិយាយពីថាខ្ពស់ឬទាបគឺនៅតែខ្ពស់ជាងត្រីត្រោតហើយតម្រូវការត្រីសាម៉ុននេះគឺខ្ពស់ជាងត្រីត្រោតឆ្ងាយបើសិនជាត្រីត្រោតវិញគឺមានតម្លៃធូរថ្លៃជាងសាម៉ុនចាហើយថោកជាងសាម៉ុនតែម្ដងសម្រាប់ការបរិភោគកន្លែងចំណុចនេះគឺជារឿងមួយដែលសំខាន់ដែលបងប្អូនដឹងហើយអ្នកខ្លះគាត់រៀងភ័យដែរអញ្ចឹងទៅគាត់ថាសម្រាប់ត្រីសាម៉ុនតែម្ដងបើសាម៉ុនចំតួចាសម្រាប់គេញ៉ាំឆៅគេអាចយកទៅធ្វើសាស៊ីមីអីចឹងទៅឆ្លងកាត់ការបង្កកត្រឹមត្រូវទៅតាមស្តង់ដារចាមានសុវត្ថិភាពខ្ពស់អញ្ចឹងត្រីសាម៉ុនគឺអាចញ៉ាំឆៅបានដោយមិនមានហានិភ័យទេពីព្រោះជាត្រីទឹកប្រៃត្រីនៅសមុទ្រចំណែកត្រីត្រោតវិញគឺជាត្រីទឹកសាបចាអញ្ចឹងត្រីទឹកសាបប្រភេទត្រោតនេះគឺជាត្រីដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធទៅនឹងការមានផ្ទុកនៅសត្វល្អិតប៉ារ៉ាស៊ីតមានព្រូនមានសត្វល្អិតផ្សេងតែគេមិនណែនាំឲ្យញ៉ាំត្រីត្រោតឆៅនោះទេចាដល់ពេលអញ្ចឹងឥឡូវយើងដល់ពេលគេបន្លំយកមកឆៅឲ្យទាំងអស់បណ្ដោយបាទចាបាទប្រិមិត្តអញ្ចឹងនេះមុនពេលចូលរឿងដែលកបបគេទៅឆែកនៅហាងចរណៃខ្ញុំឲ្យបងប្អូនយល់ស្វែងយល់អំពីត្រីសិនចាអញ្ចឹងឥឡូវត្រឡប់មកវិញណាត្រឡប់មកវិញត្រីក្រោតហ្នឹងនៅទឹកសាបហើយត្រីសាម៉ុននៅទឹកប្រៃបាទនៅសមុទ្រក៏ប៉ុន្តែមិនដឹងជាត្រីក្រោតហ្នឹងមិនដឹងជានៅស្រុកយើងនឹងមានអត់ដែរនៅតាមទន្លេដែរនឹងមានអត់ប្រភេទមានបើមានគេមានដែរអញ្ចឹងបើតែយើងនិយាយអត់ទាន់មានទេប៉ុន្តែនៅខាងវៀតណាមនៅខាងថៃគេចិញ្ចឹមត្រីក្រោតអត់ដែលសូវឮឈ្មោះចាដល់ពេលគេទៅនិយាយមកទឹមស្គាល់ឈ្មោះហើយទី2បើសិនជាថាវានៅទឹកសាបព្រោះស្ថានភាពតំបន់ទន្លេសាបស្ទឹងបឹងបួរនៅប្រទេសយើងដូចជាអាចធ្វើឲ្យត្រីនឹងរស់បានចាប៉ុន្តែមិនដឹងជាវាមានពូជវានៅក្នុងស្រុកយើងនឹងមានអត់ប្រទេសយើងនឹងមានអត់អានឹងតើខាងជលផលបានគេច្បាស់មានឬមិនមានមិនចឹងចាបាទអញ្ចឹងឥឡូវយើងគ្រាន់តែដឹងថាត្រីពីរហ្នឹងវាខុសគ្នាមួយនៅទឹកសាបមួយនៅទឹកប្រៃមួយស៊ីមួយហូបណែរត់ស៊ីខ្ញុំបាទមួយហូបណែឆៅបានមួយហូបឆៅហានិភ័យខ្ពស់មិនបានទេប៉ុន្តែវាបានដែរប៉ុន្តែវាហានិភ័យខ្ពស់ចាបាទយ៉ាងនេះអញ្ចឹងចាអញ្ចឹងឥឡូវយើងប្រៀបធៀបថាចុះឥឡូវបើមានហាងមួយដែលគេធ្លាប់តែជឿជាក់ទៅលើត្រីសាម៉ុនដែលយើងធ្លាប់តែទៅចេញហាងគាត់គឺហាងសុតតែនៅដឹងថាពិតជាត្រីហ្នឹងហើយប៉ុន្តែដល់ពេលឥឡូវស្រាប់តែទៅដឹងថាអញមិនក៏មានលក់ទៅអាត្រីបន្លំធ្វើឲ្យអតិថិជនភ័ន្តច្រឡំអញ្ចឹងអញ្ចឹងបានវាធ្វើឲ្យយើងយកអាហ្នឹងមកទៅជែកបាទយកអាហ្នឹងមកទៅជែកពីព្រោះឥឡូវនេះគេឃើញនៅហាងរបស់ចរណៃហ្នឹងដឹងថាហាងហ្នឹងកន្លងមកជាអតិភិបហើយដែលបងប្អូនថាគឺយើងទៅទិញត្រីសាម៉ុននៅនោះដឹងតែត្រីសុទ្ធហើយនៅហាងណាក៏អត់ជឿដែរទិញនៅចរណៃបានតែហើយជឿជាក់ទៀតជឿជាក់បងប៉ុន្តែឥឡូវហាងចរណៃធ្វើឲ្យបងប្អូនអតិថិជននៅធ្លាប់នេះហ្នឹងគឺមិនជឿជាក់មិនលែងទុកចិត្តលែងទុកចិត្តវាបែកធ្លាយពីសមត្ថកិច្ចដែលចុះបង្ក្រាបទំនិញកិច្ចពន្ធទំនិញคล้ายហួសសុពលភាពកាលពីសប្តាហ៍មុនចាតែពិតទៅបើសិនជាមិនមានការចុះបង្ក្រាបឲ្យបែកធ្លាយទេគឺនៅតែអត់ដឹងចឹងបាទឥឡូវក៏បបគេថាម៉េចមកចាឥឡូវហ្នឹងក៏បបគេនិយាយបន្ទាប់ពីមានការចុះត្រួតពិនិត្យចឹងទៅចាចុះត្រួតពិនិត្យហើយក្នុងនោះដែរបន្ទាប់ពីចុះទៅត្រួតពិនិត្យឃើញថាក៏បបពិតជារកឃើញមែនថាពិតជាហាងចរណៃមានដាក់លក់ត្រីត្រោតដោយប្រើឈ្មោះត្រីសានមុនពិតប្រាកដមែនហើយក្នុងនោះគឺឃើញថាមន្ត្រីអធិការកិច្ចនៃកិច្ចការម្ហូបអាហារនៃកបបម្សិលមិញនេះបានចុះទៅហាងចរណៃហ្នឹងហើយជាលទ្ធផលគឺក្រមមន្ត្រីគាត់រកឃើញថាហាងចរណៃហ្នឹងពិតជាបានធ្វើធុរកិច្ចបង្កឲ្យអ្នកប្រើប្រាស់មានភាពភ័ន្តច្រឡំរវាងផលិតផលត្រីសាល់មុននិងត្រីត្រោតពិតប្រាកដមែនចាអញ្ចឹងអំពើនេះត្រូវបានមន្ត្រីកបបលោកបញ្ជាក់ថាវាជាអំពើល្មើសច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ
មាត្រាទី38គឺការអះអាងដោយបន្លំធ្វើឲ្យអ្នកប្រើប្រាស់យល់ច្រឡំហើយក៏បានធ្វើការពិន័យអន្តរកាលទៅលើហាងចរណៃដែរចាពិន័យជាប្រាក់ចន្លោះពី10លានទៅ20លានរៀលហើយមន្ត្រីអធិការកិច្ចហ្នឹងក៏ឲ្យខាងហាងចរណៃគាត់កែតម្រូវជាបន្ទាន់នៅគ្រប់ទីតាំងទាំងអស់ឲ្យដាក់ស្លាកបញ្ជាក់ពីតម្លៃហើយបញ្ជាក់ពីប្រភេទត្រីហើយដាក់តាំងឲ្យដាច់ដោយឡែកពីគ្នាទៅទៀតបាទទៅតែចឹងចាបាទអញ្ចឹងបើសិនជាម្ចាស់ហាងចរណៃលោកចង់បញ្យល់ហេតុផលបន្ថែមជុំវិញអំពីព័ត៌មាននេះអាចពន្យល់បានថាហេតុអីបានជាខ្លួនធ្វើបែបហ្នឹងគាត់បញ្យល់មក2ដងហើយចឹងគាត់បញ្យល់នៅលើបណ្ដាញសង្គមហើយចុងក្រោយនេះគាត់បញ្យល់ម្ដងទៀតប៉ុន្តែនៅតែមិនទទួលបាននៅការបើកចិត្តទទួលយកពីសំណាក់មហាជនដែលគាត់និយាយថាតែគាត់យល់មិនខ្ញុំគាត់និយាយថាកន្លងមកដែលគាត់លក់ត្រីត្រោតហ្នឹងដោយសារតែមានតម្រូវការទីផ្សារខ្ពស់ហើយគាត់និយាយថាតម្លៃវាមិនខុសគ្នាប្រហែលទេអញ្ចឹងក៏គាត់យកត្រីត្រោតហ្នឹងយកមកដាក់លក់ដោយសារតម្រូវការនៅស្រុកខ្មែរយើងទទួលទានច្រើនអញ្ចឹងគាត់ត្រូវការយកមកផ្គត់ផ្គង់ទីផ្សារឲ្យគ្រប់អញ្ចឹងគាត់ក៏ដាក់លក់ទៅប៉ុន្តែគាត់បានបែងចែកថាត្រីត្រោតដូចត្រីសាម៉ុនទេចាអញ្ចឹងបើគាត់បញ្យល់អញ្ចឹងកំហុសរបស់គាត់រឿងអត់បែងចែកឲ្យច្បាស់ដាក់អក្សរនៅលើហ្នឹងចាដើម្បីជៀសវាងការបន្លំភ្នែកអតិថិជនចាបាទអញ្ចឹងជាកំហុសតែហ្នឹងឯណាឥឡូវគាត់និយាយប្រៀបធៀបមុនដំបូងយើងគិតថានៅតម្លៃត្រីទាំងពីរហ្នឹងវាមួយតម្លៃទាបមួយតម្លៃខ្ពស់មិនចឹងសាម៉ុនតម្លៃខ្ពស់ត្រីត្រោតតម្លៃទាបយើងកុំប្រើពាក្យថោកបាទថោកវាចែកចេញជាប្រភេទតម្លៃថ្លៃទិញរបស់របរមួយតម្លៃទៅលើមនុស្សចា៎បាទអញ្ចឹងកំហុសរបស់គាត់គឺអត់បែងចែកអាហ្នឹងហើយអត់ប្រាប់គេឲ្យច្បាស់បាទដែលគេអាចថាក្បត់សេចក្តីទុកចិត្តទៅលើអតិថិជនចា៎បាទអាចបន្លំបំភាន់ឲ្យគេភាន់ច្រឡំឲ្យយកតម្លៃវាប្រហាក់ប្រហែលគ្នាបាទអញ្ចឹងកែទៅណាកែទៅបើបានជាមន្ត្រីជំនាញគេឃើញអញ្ចឹងហើយលោកកែទៅប៉ុន្តែគាត់ថាវាប៉ះពាល់ឈ្មោះបន្តិចហើយព្រោះធ្វើឲ្យអតិថិជនពីមុនធ្លាប់ជឿជាក់ទុកចិត្តណាបាទឥឡូវបានដកថយការជឿជាក់នឹងមិនទុកចិត្តនៅមកនឹងអញ្ចឹងមកតាមមនុស្សយើងកាលណាទម្លាប់ដែលនិយាយពីមុនដំបូងគឺជឿដល់ពេលទីបំផុតក្រោយពេលគេឃើញពុទ្ធបុត្រនៃការនិយាយឲ្យគេជឿប៉ុន្តែគេរកឃើញអំពីកំហុសដែលការធ្វើឲ្យគេជឿតែបង្កប់ការភូតកុហកនៅក្នុងនឹងច្រើនដល់ពេលគេដឹងគេថាអូណែជឿលេខទុកចិត្តឃើញទេអាហ្នឹងដែលជាបាត់បង់នៅកិត្តិយសគេឈ្មោះហើយផលប្រយោជន៍ក៏តាមនឹងដែរចា៎បាទអញ្ចឹងមានប៉ុណ្ណឹងឯងបងប្អូនណាហើយខ្ញុំមហាជនគាត់លើកឡើងដែរថាការដែលប្រើលក់ត្រីត្រោតហើយប្រើឈ្មោះត្រីសាម៉ុនហ្នឹងក៏មិនមែនមានតែហាងចរណៃមួយដែរកន្លងមកហាងផ្សេងដែលលក់ដូចគ្នាហើយប្រើប្រាស់តែសាម៉ុនតែមួយហ្នឹងក៏មានច្រើនអត់ទេជាការពិតពីព្រោះឥឡូវទី1កន្លងមកយើងដឹងថាហាងចរណៃយើងដឹងអតិភិបយើងជឿជាក់មិនចឹងដូចជាហាង brand នេះចឹងណាយើងដឹងថាហាងហ្នឹងទៅទិញនឹងបៃជើងនឹងសតតែពិតជាប់ខោអាវដឹងស៊ីនណាច្បាស់ចាប់ពេលគេពាក់ទៅបានតែប្រហែលនេះសត្វតែស្លេកសត្វតែអីពណ៌មើលអញ្ចឹងគេជប់ជឿបាទអញ្ចឹងមិនមែនតែចរណៃមួយមិនដឹងជាការចែកចាយរបស់គាត់ទៅហើយឬឲ្យគេបន្តចែកចាយសាខាផ្សេងទៀតមិនទៅឃើញភូតតគ្នាបំភាន់ភ្នែកអតិថិជនតគ្នាបាទអូខេហ្នឹងហើយតែហ្នឹងហើយចាប់ដើមកែតម្រូវឡើងវិញទៅណាចាហាងហ្នឹងហើយខ្ញុំគ្រាន់តែលើកយកអំពីហេតុផលខ្លះតាក់ទងជាមួយនឹងរឿងហ្នឹងទេហើយណាមួយវាមន្ត្រីជំនាញគេទៅអះអាងរួចជាសាច់ទៅទៀតសម្រាប់ខ្ញុំអ្នកព័ត៌មានខ្ញុំមិនអាចជំនាញទៅពិនិត្យដឹងទេខ្ញុំអត់ទេតែខ្ញុំដឹងជំនាញនឹងហាងស៊ីខ្ញុំហើយដាក់ជាមួយនឹងវ៉ាសាប៊ីអានឹងត្រូវគ្នាហ្មងជាតិនោះជាតិហើយក៏ប៉ុន្តែឥឡូវវាទៅជាចំណូលត្រីឆៅខ្មែរយើងនេះវិញខ្ញុំត្រីឆៅនេះត្រីញៀនបាទវាត្រូវអញ្ចឹងបើយកពីកោះកុងទៅកោះកុង
ទិញឯកោះកុងទៅពងសោមទិញពងសោមឲ្យមកកពតមានកពតទៀតមានកពតទៀតឥឡូវដល់ពេញហ្នឹងក៏មាននៅពេញដែរឥឡូវដឹងអីពេញហ្នឹងតើមានគេលក់អនឡាញអាចកំងបានហាងខ្លះគេលក់ទៀតអូខេចាឥឡូវទៅតែនឹងវិញឥឡូវចាអរគុណចាការខមមិនរបស់ប្រិយមិត្តនេះខ្ញុំឃើញប៉ុន្តែសូមលើកទៅអាននៅវគ្គទី2ចាអញ្ចឹងសូមពេលសម្រាប់បន្តិចសិនប្រិយមិត្ត